សួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាតែពិតទៅនៅក្នុងស្រុកខ្មែរយើងសម្បូរផ្លែឈើមែនទែនប៉ុន្តែខ្ញុំចង់លើកទឹកចិត្តទៅដល់ពុកម៉ែបងប្អូនមានការគាំទ្រទៅលើផ្លែឈើទាំងអស់នោះពីព្រោះខ្ញុំឃើញបច្ចុប្បន្ននេះមានការនាំចូលនៅផ្លែឈើដែលខ្មែរយើងផលិតអត់បានហើយប្រវត្តិនេះនាំចូលខ្ញុំអត់បន្ទោសអ្នកនាំចូលទេប៉ុន្តែខ្ញុំអាចបន្ទោសអ្នកដែលនៅក្នុងស្រុកយើងមានការគាំទ្រទៅលើផលិតផលឬក៏ផ្លែឈើដែលនាំចូលដែរហើយផ្លែឈើយើងមួយចំនួនយើងខ្វះការកែច្នៃផ្លែឈើមួយចំនួនរបស់យើងហ្នឹងគឺយើងខ្វះការដែលច្នៃប្រឌិតតម្រូវទៅតាមទីផ្សារអញ្ចឹងជាក់ស្ដែងដែលយើងឃើញថាដូចជាផ្លែចេកបច្ចុប្បន្ននេះគឺដាំនៅស្រុកយើងហើយគេយកទៅលក់ទូទាំងពិភពលោកបាទប៉ុន្តែចេកដែលតម្រូវនេះគឺអាពពួកចេកពណ៌លឿងប៉ុន្តែអាចេកដែលស្រុកខ្មែរយើងចូលចិត្តដាំពេញនិយមដាំហ្នឹងគឺចេកណាំវ៉ាចេកអីចឹងទៅអញ្ចឹងអានេះគឺជាលើកឧទាហរណ៍មួយប៉ុន្តែខ្ញុំចង់លើកទឹកចិត្តដល់ពុកម៉ែបងប្អូនទាំងអស់ជួយគាំទ្រនៅផ្លែឈើដែលអាចដាំនៅស្រុកខ្មែរហើយលើកទឹកចិត្តទៅដល់អ្នកកែច្នៃដែលយកផ្លែឈើដែលនៅក្នុងស្រុកខ្មែរទាំងអស់ហ្នឹងយកទៅកែច្នៃប្រឌិតវាឲ្យវាខ្លាយទៅជាផលិតផលដែលល្អបំផុតហើយជំរុញហើយលើកទឹកដល់អ្នកដែលគាំទ្របាទហើយសូមឲ្យអ្នកដែលគាត់ធ្វើជាវីដេអូដើម្បីជួយផ្សព្វផ្សាយទៅលើផលិតផលជាពិសេសគឺផ្លែឈើស្រុកខ្មែរយើងហ្នឹងខ្ញុំឃើញដូចក្រូចពោធិ៍សាត់ក្រូចអីគឺពិតជាល្អមែនទែនសម្រាប់ស្រុកយើងប៉ុន្តែខ្ញុំឃើញការធ្លាក់ចុះនៃការដាំនឹងគឺច្រើនទៅពីមួយឆ្នាំទៅមួយឆ្នាំមូលហេតុដែលយើងគិតថាខ្ញុំជឿជាក់ទៅលើរឿងតែទីផ្សារទេនៅពេលដែលទីផ្សារមានការសន្ទុះនៃការគ្រប់គ្រងផលិតផលខ្មែរយើងឬក៏អាកសិផលខ្មែរយើងហ្នឹងអាការផលិតហ្នឹងវាចេះតែកើនឡើងហើយប៉ុន្តែនៅពេលដែលមានការធ្លាក់ចុះសម្រាប់ផលិតផលហ្នឹងគឺជាបញ្ហាសម្រាប់ដល់អ្នកដែលគាត់ផលិតដែរហើយរឿងពូជរឿងអីយើងខ្ញុំជឿជាក់ថានៅពេលដែលមានទីផ្សារអាហ្នឹងហើយគឺជាកត្តាដែលធ្វើឲ្យយើងបណ្ដុំនៃការស្រាវជ្រាវបន្ថែមទៅយើងនឹងអាចចេញទៅបាទអញ្ចឹងជាក់ស្ដែងនៅថ្ងៃទី28ខែ3នេះខ្ញុំសម្រេចចិត្តបង្កើតកម្មវិធីមួយគេហៅជំនួបរវាងអ្នកដែលគាត់កំពុងតែដាំដុះដំណាំដូងជាមួយនឹងដំណាំដែលចន្ទីជាមួយនឹងកស៊ូហើយឲ្យមកជួបជាមួយអ្នកដែលគាត់កែច្នៃឬក៏អ្នកដែលគាត់កំពុងតែធ្វើទីផ្សារជូនហ្នឹងបាទឲ្យមកទៅជែកគ្នារហូតដល់មកស្រ័យហើយខ្ញុំបានអញ្ជើញអ្នកដែលគាត់ដាក់ទុនជូនដែរពាក់ព័ន្ធជាមួយនឹងការងារទាំងអស់ហ្នឹងដើម្បីធ្វើម៉េចឲ្យជួបគ្នាទៅជែករហូតដល់មកស្រ័យព្រោះភាពខ្លាំងរបស់យើងគឺជាការជួបហើយទៅជែកគ្នាអត់អាចសំងំពីម្នាក់ទៅម្នាក់ឲ្យចោទគ្នាទៅវិញទៅមកទេអាវប្បធម៌ទាំងអស់ហ្នឹងខ្ញុំកំពុងតែព្យាយាមកែប្រែធ្វើយ៉ាងម៉េចឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងខ្លាំងតាមរយៈដែលអង្គុយលើតុទៅជែកគ្នាហើយគ្រប់យ៉ាងទាំងអស់សិតតែរឿងដែលម្នាក់ដែលត្រូវការចែករំលែកគ្នាទៅវិញទៅមកហើយក្នុងឱកាសថ្ងៃទី28ខែ3 2026នោះខ្ញុំក៏ជាឱកាសដែលខ្ញុំចង់បង្ហាញទៅដល់សមិទ្ធផលរបស់រោងចក្រហ៊ុយយន្តដែលយើងបានបិទដៃដកជើងព្យាយាមរាប់សិបឆ្នាំមកហើយជាអ្វីដែលពួកយើងបានខំទាំងអស់នោះចង់យកមកបង្ហាញទៅដល់ពុកម៉ែបងប្អូនទាំងអស់ដែលជាធាតុចូលដ៏សំខាន់ក្នុងវិស័យកសិកម្មហ្នឹងឲ្យបងប្អូនទាំងអស់គ្នាជួយគាំទ្រទៅដើម្បីឲ្យពួកយើងខ្ញុំនឹងមានឱកាសពង្រីកខ្លួនដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅឲ្យពិតប្រាកដតែម្ដងអញ្ចឹងកុំភ្លេចពាក់ព័ន្ធជាមួយនៅថ្ងៃទី28ខែ3 2026សូមអញ្ជើញមកដើម្បីមកជួបគ្នាទៅជែកគ្នារកដំណោះស្រាយហើយនឹងអាចមានដំណោះស្រាយមួយដ៏អស្ចារ្យបំផុតដើម្បីបង្កើតភាពខ្លាំងនៅក្នុងស្រុករបស់យើងបាទអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនអាចអញ្ជើញមកជួបគ្នាអាចមកជួបពួកយើងខ្ញុំទាំងអស់គ្នាដែលចង់ចែករំលែកទាំងអស់ហ្នឹងទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យរីកចម្រើនទាំងអស់គ្នា